ទទួលបានសំណួរមួយពីក្នុង comment ហើយសំណួររបស់គាត់ល្អមែនតើគាត់សួរថាបើសិនជាអាជីវកម្មមួយជាប់ពន្ធតូចតើអាជីវកម្មហ្នឹងគាត់បរួមតូចជាងមុនហើយអត់មានបុគ្គលិកដូចមុនទេម្ចាស់គាត់កាន់ផ្ទាល់ជួនកាលគាត់បើកជួនកាលគាត់បិទហាងគាត់ណាតើកាតព្វកិច្ចពន្ធរបស់គាត់ហ្នឹងនៅដដែលឬយ៉ាងណាហើយអាចទេបើសិនជានៅពេលដែលគាត់បរួមទទួលចឹងហើយលែងជាប់ពន្ធសំណួរនេះប្រហែលជាមានបងប្អូនជាច្រើនទៀតក៏គាត់ចង់ដឹងចម្លើយដែរថាតើនីតិវិធីពន្ធហ្នឹងគេធ្វើបែបណានៅពេលដែលអាជីវកម្មគាត់រួមតូចឬក៏ operation របស់គាត់ហ្នឹងកាន់តែតូចជាងមុនទៀតអញ្ចឹងអញ្ចឹងបើសិនជាយើងកលេចទៅមើលច្បាប់អត់មានចែងនៅត្រង់លក្ខខណ្ឌនេះឲ្យច្បាស់លាស់នៅឡើយទេប៉ុន្តែការអនុវត្តជាក់ស្ដែងកម្រណាស់ដែលគេរុញពីធំមកតូចឬក៏លុបពីតូចបាត់តែម្ដងភាគច្រើនគឺគេរុញពីតូចទៅធំឬក៏ទៅពីតូចទៅមធ្យមអញ្ចឹងណាបើសិនជាយើងចង់លែងមានកាតព្វកិច្ចពន្ធដារតែម្ដងជប់ប្រកាសពន្ធជប់បង់ពន្ធតែម្ដងលុះត្រាតែយើងដាក់លិខិតស្នាប័ណ្ណសហគ្រាសហ្នឹងជាស្ថាពរទទួលបានលិខិតអនុញ្ញាតពីខាងពន្ធដារអីហើយមានន័យថាយើងលែងមានកាតព្វកិច្ចប្រកាសពន្ធបង់ពន្ធអីទៀតហើយតែបើសិនជាដរាបណាយើងអត់បានធ្វើនីតិវិធីនេះទេគឺយើងនៅតែមានកាតព្វកិច្ចទោះបីជាយើងលក់អត់បានក៏ដោយទោះបីជាយើងអត់មានប្រតិបត្តិការក៏ដោយក៏យើងនៅតែមានកាតព្វកិច្ចក្នុងការដាក់លិខិតប្រកាសពន្ធប្រចាំខែឬក៏ប្រចាំឆ្នាំបន្តទៅទៀតមានសំណួរអីទៀត comment នៅខាងក្រោម